រញ្ជួយឆាកនយោបាយប្រទេសសៀមតើវាសនាព្រំដែនកម្ពុជាថៃនឹងទៅជាយ៉ាងណាក្រោយលទ្ធផលបោះឆ្នោតបឋមបង្ហាញឲ្យឃើញថាក្រមអភិរក្សនិយមរឹងត្អឹងកំពុងក្តាប់អំណាចស្ទើរតែទាំងស្រុងគឺបកអនុទិនឆាន់រៈគោលនាយករដ្ឋមន្ត្រីកណ្ដាលជក់កឆាត្រៀមធ្វើដន្លងស្ដេចថៃទៅលូនក្រាបសំពះបាតជើងស្ដេចថៃមុននឹងលទ្ធផលប្រកាសណោប្រិយមិត្តឃើញអនុទិនទៅក្រាបសំពះសូមពរជ័យសេរីសួស្ដីសូមឲ្យខ្លួនឈ្នះភ្លុកទឹកភ្លុកដីឥឡូវបឋមលទ្ធផលបឋមចេញហើយទំនងជាអនុទិននេះហើយនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបាទក្រោយពីប្រកាសបិទព្រំដែនដាច់ខាតជាមួយប្រទេសកម្ពុជាប្រាប់ឲ្យសង្គម Ultra Extremism ពួកអាកង្កែបខ្នងដងទាំងអស់នោះគាំទ្រខ្លួននៅក្នុងការតតាំងជាមួយកម្ពុជានាថ្ងៃទី8កុម្ភៈ2026លទ្ធផលបឋមបានចេញមកហើយអនុទិនឆានរៈគោលបរោះខ្លាំងមកពីបកមោទនភាពថៃកំពុងត្រៀមខ្លួនឡើងគ្រឿងតំណែងធ្វើជានាយករដ្ឋមន្ត្រីជាមួយអាសនៈដឹកមុខដាច់ក្នុងដៃប៉ុន្តែនេះមិនមែនជាដំណឹងល្អនោះទេសម្រាប់កម្ពុជានោះហេតុអ្វីបានជាអ្នកវិភាគប្រមានថាកម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតតើវាសនាព្រំដែនដែលកំពុងស្ថិតក្នុងភាពសពិចសពិលនឹងទៅជាយ៉ាងណាហើយថាតើបកប្រឆាំងដ៏រឹងមាំដែលឈ្នះដាច់គេនៅទីក្រុងបាងកកគឺបកប្រជាជន People Party អាចទប់ទល់មហិច្ឆតារបស់លោកអនុទិនបានដែរឬទេព័ត៌មានលម្អិតនឹងការវិភាគស៊ីជម្រៅអំពីគ្រោះថ្នាក់ដែលកម្ពុជាអាចនឹងជួបប្រទះមាននៅក្នុងវីដេអូពិសេសមួយនេះសូមតាមដានទាំងអស់គ្នានាយប់ថ្ងៃទី9កុម្ភៈ2026ម៉ោង 12:14 នាទីយប់ទៅហើយបាទ AM យប់រាត្រីស្ងប់ស្ងាត់ទៅហើយប្រិយមិត្តខ្ញុំសូមធ្វើវីដេអូតាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងតែក្តៅកគុកតែម្ដងព័ត៌មានបឋមរបាយការណ៍បឋមឲ្យដឹងមុននេះអនុទិននាំមុខគេតែម្ដងក្រោយពីលូនក្រាបសំពះល្អងធូលីបាទស្អីគេបាតជើងនឹងគេហៅថាម៉េចភាសាស្ដេចប្រិយមិត្តស្ដេចពីលស្ដេចជក់ថ្នាំចាក់សាក់ពេញខ្លួនចាក់បាល់ផងដែរមិនដឹងប្រិយមិត្តនៅអាឡម៉ង់កន្លងទៅដែលមិនទាន់ធ្វើជាស្ដេចណោះពីណាខ្លះដឹងរឿងអាស្រូវរបស់ស្ដេចថៃជួយជំរាបព្រះផងឥឡូវនេះសូមនិយាយពាក់ព័ន្ធទៅនឹងរឿងលទ្ធផលបឋមបោះឆ្នោតនៃប្រទេសថៃ2026យោងតាមរបាយការណ៍បឋមនៃការបោះឆ្នោតជាតិថៃគិតត្រឹមយប់ថ្ងៃទី8កុម្ភៈ2026ឥឡូវនេះឈានចូលដល់យប់ទី9ហើយប្រិយមិត្តបាទស្ថានភាពនយោបាយនៅក្នុងប្រទេសជិតខាងមួយនេះបានបង្ហាញរូបរាងយ៉ាងច្បាស់នៃជ័យជំនះដ៏លើសលប់របស់ក្រុមអភិរក្សនិយមអនុទិនមានដឹកនាំមកពីគណបកភូមិចៃថៃរបស់ថៃគេថាបកមោទនភាពឬក៏មោទកភាពបានបង្ហាញស្នាមញញឹមប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមមអោបប្រពន្ធទឹកភ្នែកអាលីងលងថាខ្លួនឈ្នះហើយអញ្ចឹងទេរឿងដែលអនុទិនយករឿងព្រំដែនកម្ពុជាថៃមកធ្វើជាសញ្ញាបៀចុងក្រោយសញ្ញាអត្តរបស់អនុទិនទំនងជាជោគជ័យរបស់គេមែនណាប្រិយមិត្តបន្ទាប់ពីលទ្ធផលក្រៅផ្លូវការបង្ហាញឲ្យដឹងថាគណៈបករបស់លោកកំពុងនាំមុខដាច់ដោយក្តាប់ក្តាប់បានអាសនៈរហូតទៅដល់196ឯណោះអញ្ចឹងទេតួលេខស្អែកនឹងប្រែប្រួលបន្ថែមទៀតប្រិយមិត្តក៏មិនទាន់ប្រកាសបញ្ជាថាអនុទិនឈ្នះ 100% នោះទេក៏ប៉ុន្តែយប់ស្មានហ្នឹងអនុទិននៅលើគេទោះជាយ៉ាងណាក៏ដោយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតនោះគឺលទ្ធផលស្ទង់មតិពីស្ថាប័ននីដាប៉ូលបានបង្ហាញថាគណៈបកប្រជាជន People Party បានធ្វើការវាយលុកយ៉ាងខ្លាំងនៅតំបន់ទីក្រុងបាងកកដោយទទួលបានអាសនៈជ័យជំនះ Clean Sweep ឈ្នះអាសនៈទាំង33តែម្ដងក្នុងមណ្ឌលក្រុងបាងកកនេះអ្វីត្បិតតែបកប្រជាជនដណ្ដើមបានបេះដូងពលរដ្ឋក្នុងស្រុកប៉ុន្តែរូបភាពជារួមទូទាំងប្រទេសបង្ហាញថាពួកគេបានធ្លាក់ចុះអាសនៈមកត្រឹម109ដែលធ្វើឲ្យលោកណាត់តផុងរឿងបញ្ញវុធមេដឹកនាំគណៈបកប្រជាជនប្រកាសជំហរដាច់ណាត់ធ្វើជាបកប្រឆាំងនិងមិនគាំទ្រអនុទិនជានាយករដ្ឋមន្ត្រីឡើយអញ្ចឹងទេបកមួយនេះធ្លាក់សម្លេងប្រិយមិត្តបាទសម្លេងឡើងទៅកាន់អនុទិនវិញហើយបកប្រជាជនប្រកាសធ្វើជាបកប្រឆាំងនិងប្រឆាំងជាមួយនឹងបកអនុទិននេះហើយមិនគាំទ្រលោកអនុទិនធ្វើជានាយករដ្ឋមន្ត្រីទេអញ្ចឹងទេគាត់ប្រកាសថាត្រៀមខ្លួនធ្វើជាបកប្រឆាំងបាទចាំតតាំងគ្នានៅសភាទៅមូលហេតុចម្បងដែលនាំឲ្យគណៈបកមោទនភាពថៃឬក៏បកភូមិចៃថៃទទួលបានជោគជ័យភ្លុកទឹកភ្លុកដីគឺការប្រើប្រាស់វោហារសាស្ត្រជាតិនិយមជ្រុលដែលខ្ញុំនិយាយថាម៉េចប្រើសន្លឹកបៀចុងក្រោយបាទនិយាយបកកប្រកាសថា
បិទព្រំដែនដាច់ខាតជាមួយកម្ពុជាអានោះគឺសន្លឹកបៀចុងក្រោយហើយនឹងការសន្យារឹងត្អឹងលើបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជារួមទាំងការប្រមូលផ្ដុំធនធានមនុស្សខ្លាំងៗដូចជាលោកស្រីសុភ័ក្រជីជាដើមដោយឡែកគណៈបកភឿថៃរបស់ត្រកូលស៊ីនវត្រាបានដងនៅបរាជ័យយ៉ាងធ្ងន់ធ្ងរដោយធ្លាក់មកត្រឹម80អាសនៈដែលត្រូវបានគេមើលឃើញថាបណ្ដាលមកពីព្យុះរឿងអាស្រូវ Clip and Call និងការបាត់បង់ទំនុកចិត្តពីម្ចាស់ឆ្នោតមេថាក្រោយពីបែកធ្លាយសម្លេងខ្សែអាចជាមួយសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានប្រសិទ្ធិបាទបែកខ្សែអាចសម្លេងជាមួយផែថងថាណោះដល់ពេលអញ្ចឹងបកមួយនឹងធ្លាក់ប្រជាប្រិយភាពតែម្ដងប្រិមិត្តនៅសល់ត្រឹមតែ80អាសនៈប៉ុណ្ណោះផ្ទុយទៅវិញគណៈបកខ្លាធម្មរបស់លោកធម្មណាត់និងបកប្រជាធិបតេយ្យរបស់លោកអភិសិទ្ធវិជ្ជាជីវ៉ាបែរជាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យសម្ព័ន្ធភាពអភិរក្សនិយមមានកម្លាំងកាន់តែខ្លាំងក្លាក្នុងការបង្កើតរដ្ឋាភិបាលខ្លាដោះស្លាប់ដើម្បីដឹកនាំប្រទេសបន្តឃើញទេបាទបករបស់អភិសិទ្ធវិជ្ជាជីវ៉ាគឺបកប្រជាធិបតេយ្យសហការជាមួយអនុទានហើយខ្ញុំគិតថាបកនោះនឹងបង្កើតទៅជាបកចម្រុះជាមួយអនុទានដោយសារតែមកពីផឹកកាហ្វេផឹកតែមួយគ្នាមុននឹងបោះឆ្នោតនេះពួកនេះខ្សឹបខ្សៀវគ្នារួចជាស្រេចហើយពួកនឹងគឺពួកអភិរក្សនិយមខាងក្សត្រថៃប្រិយមិត្តស្របពេលជាមួយគ្នានេះការធ្វើប្រជាមតិលើការរៀបចំរដ្ឋធម្មនុញ្ញថ្មីទទួលបានការគាំទ្ររហូតទៅដល់ជាង 54% ណោះដែលឆ្លុះបញ្ចាំងពីចន្ទៈរបស់ប្រជាពលរដ្ឋថៃចង់ឃើញកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋនេះគឺជាអ្វីដែលប្រជាពលរដ្ឋថៃចង់កែរដ្ឋធម្មនុញ្ញរបស់ថៃដែរការមុនពួកយោធាថៃប្រសិទ្ធភាពបោះឆ្នោតទម្លាក់មិនគាំទ្រនាយករដ្ឋមន្ត្រីនានាណោះបាទបកប្រជាជនឬក៏បក Move Forward Party របស់ភិថារឹមចរិញរដ្ឋជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីពួកនោះអត់បោះឆ្នោតឲ្យចឹងទេវាជាចំណុចខ្សោយមួយដែរវាជាចំណុចគ្រោះថ្នាក់សម្រាប់បកប្រជាជនបក Move Forward Party ដែលពេលយើងប្រជាជន 54% គាំទ្របោះឆ្នោតរឿងហ្នឹងសូមនិយាយបន្តិចទៅចោះពលរដ្ឋថៃបោះឆ្នោតក្នុងសម្លេងភាគច្រើនលើសលប់ជំរុញឲ្យមានការសរសេររដ្ឋធម្មនុញ្ញថ្មីដើម្បីបញ្ចប់ឥទ្ធិពលយោធាអញ្ចឹងទេ 54% គេមិនចូលចិត្តពួកយោធាថៃទេបាទក្រៅពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអ្នកបោះឆ្នោតថៃក៏ត្រូវបានគេសួរមតិជុំវិញការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញឆ្នាំ 2017 ដែលជាកេរដំណែលបន្សល់ទុកដោយរបបយោធាដឹកនាំដោយប្រយុទ្ធច័ន្ទអូចានឹងហើយអ្នករិះគន់បានលើកឡើងថារដ្ឋធម្មនុញ្ញបច្ចុប្បន្នគឺជាឧបករណ៍ពង្រឹងអំណាចឲ្យស្ថាប័នមិនប្រជាធិបតេយ្យជាពិសេសអង្គប្រសិទ្ធិដែលកាត់ចេញពីការតែងតាំងនិងជ្រើសរើសដោយប្រយោលដោយខ្វះការចូលរួមពេញលេញពីសាធារណជនផ្អែកតាមលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបង្ហាញឃើញថាសម្លេងគាំទ្រឲ្យមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញមានចំនួនលើសលប់ក្នុងសមាមាត្រជិត2ទល់នឹង1លទ្ធផលនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់ឃើញរបបនយោបាយថ្មីមួយសម្រាប់ប្រទេសជាតិគួររំលឹកផងដែរថារាប់ចាប់តាំងពីការបញ្ចប់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ1932ប្រទេសថៃបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរហូតទៅដល់20ច្បាប់មកហើយដែលភាគច្រើននៃខ្លឹមសារទាំងនោះត្រូវបានកែប្រែបន្ទាប់ពីរដ្ឋប្រហារយោធាហើយកែប្រែរដ្ឋធម្មនុញ្ញនានាតែម្ដងដូចជាស្ដែងនោះបាទលោកប្រយុទ្ធច័ន្ទអូចាធ្វើរដ្ឋប្រហារឆ្នាំ2014ដឹកនាំលុះ2017ធ្វើរដ្ឋធម្មនុញ្ញថ្មីណានៃឲ្យពួកសភាយោធានោះបោះឆ្នោតរើសនាយករដ្ឋមន្ត្រីបាទរឿងហ្នឹងប្រសិនបើដំណើរការនេះទទួលបានការគាំទ្រជាផ្លូវការរដ្ឋាភិបាលនិងសភាថ្មីនឹងចាប់ផ្ដើមនីតិវិធីធ្វើវិសោធនកម្មទោះជាយ៉ាងណាដំណើរការនេះតម្រូវឲ្យមានការបោះឆ្នោតប្រជាមតិចំនួន2លើកបន្ថែមទៀតដើម្បីឈានទៅរកការអនុម័តរដ្ឋធម្មនុញ្ញថ្មីជាស្ថាពរពាក់ព័ន្ធនឹងបញ្ហានេះលោកណាពុនមកពីក្រុមអ្នកវិភាគនៃវិទ្យាស្ថានអនាគតថៃ Thailand Future ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានយល់ឃើញថាជ័យជំនះរបស់គណបកនយោបាយនៅក្នុងការបោះឆ្នោតលើកនេះនឹងក្លាយជាកត្តាកំណត់យ៉ាងសំខាន់លើទិសដៅនៃកំណែទម្រង់ច្បាប់កម្ពុជារបស់ជាតិជាពិសេសថាតើថៃអាចបោះជំហានចេញពីស្រមោលនៃរដ្ឋធម្មនុញ្ញដែលព្រៀងដោយយោធាបានកម្រិតណាប៉ុន្តែសម្រាប់កម្ពុជាឯណោះវិញប្រិយមិត្តជីទីមេត្រីជ័យជំនះរបស់អនុទានអាចជារឿងដែលគួរឲ្យព្រួយបារម្ភជាទីបំផុតដោយសាររបៀបវារៈនយោបាយរបស់បកមួយនេះរួមមានការលុបចោលកិច្ចព្រមព្រៀងព្រំដែន MOU 2000និងការបបន្តបិទច្រកព្រំដែនដាច់ខាតជាឯកតោភាគីបិទប្រហែលជាជប៉ុនបាទរុះរើក្រុមហ៊ុនមួយចំនួនទៅវៀតណាមឬក៏ឥណ្ឌូនេស៊ីហើយជារួមមកសេណារីយ៉ូដែលលោកអនុទានបន្តកាន់អំណាចទំនើងបំផុតគឺ 60% ដែលគេគិតថាអនុទាននឹងធ្វើជានាយករដ្ឋមន្ត្រីនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាថៃស្ថិតក្នុងភាពតានតឹងផ្នែកយោធានិងសេដ្ឋកិច្ចខណៈដែលសេណារីយ៉ូនៃការឡើងកាន់អំណាចរបស់បកប្រជា
ជន30%មានថាបកប្រឆាំងបកយុវជននេះត្រឹមតែ30%ប៉ុណ្ណោះអាចជួយឲ្យតំណែងទន់ភ្លន់ជាងមុនជាមួយប្រទេសកម្ពុជាបើសិនជាបកមួយនឹងឈ្នះឆ្នោតណាខ្ញុំគិតថានឹងមានការដោះស្រាយដោយផ្លូវច្បាប់ដោយសន្តិវិធីហើយក៏ប៉ុន្តែបើអនុទានឈ្នះនោះបកគោលភារកិច្ចអំណាចពេញទីឲ្យពួកយោធាថៃធ្វើអីធ្វើទៅលបងមានន័យអញ្ចឹងកាលពីកន្លងទៅនោះអនុទានថាទុកឲ្យបងយោធាធ្វើអីធ្វើទៅអំណាចស្ថិតលើបងឯងហើយអាត្មាសុំតែមកសុកសុំតែមករួចខ្លួនទេកាលពីប្រហែលខែមុនបាទមួយខែមុននោះបច្ចុប្បន្នពិភពលោកកំពុងរងចាំមើលលទ្ធផលផ្លូវការដែលនឹងចេញនៅចន្លោះម៉ោង 10-11 យប់នេះក៏ប៉ុន្តែវាហួសម៉ោងហើយប្រិយមិត្តយើងគ្រាន់តែដឹងថាអនុទានឈ្នះលើគេដើម្បីបញ្ជាក់ពីវាសនាប្រកបនៃស្ថិរភាពតំបន់នេះគឺជាដំណឹងបន្ថែមដែលសូមជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាអំពីរឿងនៅប្រទេសថៃដែលអនុទានឈ្នះភ្លុកទឹកភ្លុកដីគណៈទីក្រុងបាងកកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បកប្រឆាំងទាំងស្រុងអញ្ចឹងមានថាពួកអ្នកបាងកកទីក្រុងបាងកកមិនគ្រប់ត្រើបកអនុទានឬក៏យោធាថៃនោះទេក៏ប៉ុន្តែអ្នកនៅជាប់ព្រំដែនកម្ពុជាថៃបាទខេត្តមួយចំនួនដែលជាខេត្តរបស់ខ្មែរបោះឆ្នោតឲ្យអនុទានប្រិយមិត្តហើយបាទអតីតខេត្តខ្មែរមួយចំនួននៅតាមព្រំដែនគឺបោះឲ្យអនុទានតែម្ដងអញ្ចឹងទេពួកនោះគ្រប់ត្រើឲ្យអនុទានបិទព្រំដែនដាច់ខាតជាមួយកម្ពុជាហើយអញ្ចឹងទេបិទក៏បិទទៅធៀមខ្លួនប្រិយមិត្តជាទីមេត្រីក្រៀមខ្លួននៅក្នុងការផលិតផលនានាឲ្យបានពេញលេញឲ្យបានទាំងស្រុងនៅក្នុងការ support គ្រប់ត្រើប្រជាជនក្នុងស្រុកហើយលោកចែកចាយទៅកាន់ប្រទេសនានាបាទយើងជឿជាក់ផលិតផលកម្ពុជារបស់យើងហើយចាប់ពីថ្ងៃហ្នឹងទៅឈប់ប្រើប្រាស់ផលិតផលរបស់សៀមទៅរបស់យួនទៅអញ្ចឹងទៅបាទក៏ប៉ុន្តែបើអាចធ្វើផលិតផលខ្លួនឯងបានល្អណាហើយតម្លៃធូរថ្លៃអញ្ចឹងទៅមានគុណភាពអញ្ចឹងទៅបាទអញ្ចឹងទេដំណឹងនាថ្ងៃនេះស្លេះតែប៉ុណ្ណេះទៅចោះហើយអាប់ដេតប្រែប្រួលយ៉ាងណាផឹកឡើងខ្ញុំនឹងមើលព័ត៌មាននិយាយរៀបរាប់ទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនបន្ថែមទៀតអំពីរឿងរ៉ាវនៅក្នុងប្រទេសថៃនយោបាយថៃតើអនុទានមានសម្លេងគ្រប់គ្រាន់នៅក្នុងការបករដ្ឋាភិបាលឬក៏បកអភិសិទ្ធវិជ្ជាជីវ៉ាបាទបូកជាមួយអនុទានបូកជាមួយនឹងលោកធម្មណាត់ព្រំផៅដែលពាក់ព័ន្ធទៅនឹង scam online ណាណីនោះបាទបូកសហការមួយគ្នាខាងនោះគឺខាងអភិរក្សអញ្ចឹងទេបានផលមែនក្រោយពីទៅលូនក្រាបសំពះបាតជើងស្ដេចថៃអនុទានឈ្នះលើគេតែម្ដងក៏ប៉ុន្តែយើងតាមដានមើលទៀតតើស្ថានភាពព្រំដែនកម្ពុជាថៃនឹងទៅជាយ៉ាងណាប្រិយមិត្តជួយវិភាគខមមិនទាំងអស់គ្នា